មិនឃើញកំហុសខ្លួនឯងដោយសារធម្មជាតិបង្កើតមនុស្សមកមានភ្នែកពីរដូច្នេះទើបមនុស្សមើលមិនឃើញអំពីស្លាកស្នាមនិងភាពប្រឡូកប្រឡាក់កំហុសដែលកើតចេញអំពីខ្លួនឯងនោះទេប៉ុន្តែវាគឺជារឿងលយដែរដែលយើងមើលមិនសូវឃើញកំហុសខ្លួនឯងក៏ពិតមែនតែយើងមើលឃើញកំហុសអ្នកដទៃនិងស្ថានភាពខាងក្រៅច្រើនជាងមិនមែនថាមនុស្សមើលមិនឃើញកំហុសខ្លួនឯងនោះទេតែពួកគេមិនខ្ចីមើលមកកាន់ខ្លួនឯងតែម្ដងនៅពេលដែលពួកគេធ្វើខុសផ្ទុយទៅវិញមនុស្សតែងតែឆ្លុះបញ្ចាំងមើលខ្លួនឯងជានិច្ចនៅពេលដែលពួកគេបានទទួលការកោតសរសើរពីជនណាម្នាក់នោះមនុស្សតែងទទួលស្គាល់ខ្លួនឯងជានិច្ចនៅពេលធ្វើអ្វីមួយត្រឹមត្រូវហើយតែងទម្លាក់ដាក់អ្នកដទៃជានិច្ចនៅពេលធ្វើអ្វីមួយខុសឆ្គងនេះគឺជាចំណុចខ្សោយចំណុចកំសាកនិងចំណុចអាក្រក់របស់មនុស្សជាតិដែលពុំទាន់ទទួលបានការអប់រំចិត្តឲ្យបានធ្ងន់បំផុតនោះមនុស្សមិនដែលស្ដីបន្ទោសខ្លួនឯងនោះទេប៉ុន្តែពួកគេតែងតែស្ដីបន្ទោសអ្នកដទៃឬស្ថានភាពជានិច្ចនៅពេលដែលជួបគ្រោះមហន្តរាយបញ្ហាការលំបាកឬឧបសគ្គផ្សេងៗនេះហើយជាទម្លាប់នៃការមិនទទួលខុសត្រូវរបស់មនុស្សតទៅនេះសូមអញ្ជើញប្រិយមិត្តមកស្ដាប់កំសាន្តនិទានការបង្ហាត់កងទ័ពលោកមេបញ្ជាការកងពលទាហានជើងគោកបានបង្ហាត់ក្រុមទាហានរបស់ខ្លួនមួយកងពលនៅលំហាត់ជាច្រើនដូចជាការលោតចម្ងាយការយកជើងដាក់ក្នុងរន្ធនិងការងូតទឹករយៈពេលខ្លីនៅក្នុងដំណាក់កាលដែលពួកទាហានលោតឆ្លងរបាមានទាហានភាគតិចណាស់ដែលលោតដល់របាដ៏ខ្ពស់នោះទាហានភាគច្រើនគឺបរាជ័យលោតមិនដល់លោកមេបញ្ជាការបានសួរទៅកាន់អ្នកជោគជ័យថាហេតុអ្វីបានជាអ្នកទាំងអស់គ្នាលោតប៉ះរបាបានពួកទាហានឆ្លើយថាព្រោះពួកគេខំប្រឹងលោតមួយទំហឹងអស់ពីលទ្ធភាពលោកមេបញ្ជាការសួរទៅកាន់អ្នកបរាជ័យថាហេតុអ្វីបានជាពួកអ្នកលោតមិនដល់របាក្រុមទាហានដែលបរាជ័យឆ្លើយថាព្រោះរបានោះខ្ពស់ពេកដំណាក់កាលលោតចម្ងាយមានទាហានខ្លះលោតហួសចម្ងាយដែលបានកំណត់ហើយទាហានខ្លះទៀតជួបការបរាជ័យលោតមិនដល់បន្ទាត់ដែលបានក្រឹតនោះផងលោកមេបញ្ជាការសួរទៅកាន់អ្នកជោគជ័យថាហេតុអ្វីបានជាអ្នកលោតបានជោគជ័យនៅរយៈចម្ងាយនេះពួកគេបានឆ្លើយថាព្រោះពួកគេបានវឹកហាត់យ៉ាងខ្លាំងក្លាបំផុតអស់ពីលទ្ធភាពមេបញ្ជាការសួរទៅកាន់អ្នកបរាជ័យថាហេតុអ្វីបានជាអ្នកបរាជ័យដូច្នេះពួកគេឆ្លើយថាព្រោះចម្ងាយដែលលោកមេបញ្ជាការបានក្រឹតនោះឆ្ងាយពេកដំណាក់កាលលូកជើងចូលក្នុងរន្ធជាលទ្ធផលមានទាហានភាគតិចជោគជ័យហើយមានទាហានភាគច្រើនបរាជ័យមេបញ្ជាការសួរអ្នកជោគជ័យថាហេតុអ្វីបានជាពួកអ្នកដាក់ជើងលូកដល់បាតរន្ធពួកគេឆ្លើយថាព្រោះយើងខិតខំពង្លូតជើងឲ្យខ្លាំងអស់ពីលទ្ធភាពមេបញ្ជាការសួរអ្នកបរាជ័យថាហេតុអ្វីបានជាពួកអ្នកលូតជើងមិនដល់រន្ធចឹងពួកគេឆ្លើយថាព្រោះរន្ធនោះវាជ្រៅពេកដំណាក់កាលងូតទឹករយៈពេលខ្លីមេបញ្ជាការសួរទៅក្រុមដែលជោគជ័យថាហេតុអ្វីបានជាពួកអ្នកងូតទឹករួចមុនពេលកំណត់ពួកគេឆ្លើយថាព្រោះគេខំប្រឹងប្រើដៃធ្វើសកម្មភាពថ្នឹកអស់ពីលទ្ធភាពមេបញ្ជាការសួរទៅអ្នកបរាជ័យថាហេតុអ្វីបានជាអ្នកងូតទឹកមិនទាន់ពេលវេលាអញ្ចឹងពួកគេឆ្លើយថាព្រោះលោកមេបញ្ជាការបានកំណត់ពេលវេលាឲ្យងូតទឹកខ្លីពេកក្រោយពីសួរចប់សពគ្រប់រួចហើយលោកមេបញ្ជាការបានសរុបអត្ថន័យយ៉ាងខ្លីប្រាប់ទៅទាហានទាំងអស់គ្នានោះថាមូលហេតុដែលពួកអ្នករាល់គ្នាជោគជ័យគឺព្រោះតែពួកអ្នកទទួលស្គាល់ការខិតខំរបស់ខ្លួនហើយមូលហេតុដែលនាំឲ្យអ្នករាល់គ្នាបរាជ័យគឺ
ពួកអ្នកមិនទទួលស្គាល់កំហុសរបស់ខ្លួននិងបន្ទោសស្ថានភាពអ្នកដទៃនឹងពេលវេលាគំនិតពិចារណាអ្នកជោគជ័យតែងទទួលស្គាល់ការខិតខំប្រឹងប្រែងនិងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនចំណែកអ្នកបរាជ័យតែងតែមិនទទួលកំហុសរបស់ខ្លួនហើយតែងតែស្ដីបន្ទោសដាក់កំហុសលើអ្នកដទៃស្ថានភាពស្ថានភាពនិងពេលវេលាទៅវិញដរាបណាមនុស្សនៅតែមិនទទួលស្គាល់កំហុសរបស់ខ្លួនទេនោះគេក៏មិនអាចរកចំណុចត្រឹមត្រូវឃើញនោះដែរកាលបើយើងឃើញថាខ្លួនមានចំណុចខ្វះខាតហើយនោះទើបយើងខំកែប្រែលុបបំបាត់បំពេញចំណុចខ្វះខាតនៃខ្លួនឯងបានហើយនៅពេលដែលអ្នកមិនព្រមទទួលស្គាល់ចំណុចខ្វះខាតខ្លួនឯងនោះទេអ្នកនៅតែបន្តស្ដីបន្ទោសអូសបន្លាយរិះគន់ឬបដិសេធអ្នកដទៃជានិច្ចដែរ 2. មនុស្សដែលមានគំនិតអវិជ្ជមានតែងតែមានគំនិតរិះគន់អ្នកដទៃជានិច្ចពួកគេតែងតែស្វែងរកមើលចំណុចខ្វះខាតអ្នកដទៃហើយរំពៃរកកំហុសដើម្បីរិះគន់និងបានបើកមាត់ជាស្រេចដើម្បីនិយាយដោយមិនសមចៃអណ្ដាតនៅរាល់ចំណុចអវិជ្ជមានដែលពួកគេរកឃើញជាធម្មជាតិរបស់មនុស្សទៅហើយដែលយើងមិនអាចមើលឃើញមុខខ្លួនឯងប្រឡាក់នោះទេប៉ុន្តែយើងតែងតែមើលឃើញថ្ពាល់អ្នកដទៃប្រឡាក់យ៉ាងច្បាស់ក្រឡែតទៅវិញ 3. កាលពីក្មេងនៅពេលដែលឪពុកម្ដាយទាញរំពុតមកវាយើងតែងស្រែកយំហើយសួរថាតើខ្ញុំខុសអ្វីហើយយើងតែងប្រកែកញែតថាយើងមិនខុសទេវាមិនមែនជាកំហុសរបស់យើងទេនៅពេលប៉ូលីសឃាត់ម៉ូតូឡានឲ្យចូលអែបផ្លូវយើងបើកកញ្ចក់ហើយសួរថាតើខ្ញុំខុសអ្វីហេតុអ្វីបានជាឃាត់រថយន្តរបស់ខ្ញុំចំពោះក្មេងទំនើងក្មេងខិលខូចនៅពេលដែលប៉ូលីសចាប់ទៅដល់ប៉ុស្តិ៍ធ្វើកំណត់ហេតុពួកគេតែងបដិសេធនិងសួរទៅកាន់ប៉ូលីសវិញថាតើខ្ញុំខុសអ្វីទេខ្ញុំមិនបានប្រព្រឹត្តដោយការចោទប្រកាន់នោះទេនេះហើយគឺជាសេចក្តីប្រកាន់ហួសហេតុរបស់មនុស្សទាំងឡាយដែលគ្មានទំនួលខុសត្រូវចំពោះទង្វើរបស់ខ្លួននេះគឺជាមូលហេតុចម្បងនៃការបរាជ័យរបស់បុគ្គល 4. ការទទួលស្គាល់កំហុសរបស់ខ្លួនមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍខ្លួនមនុស្សដែលមានចំណេះដឹងច្រើនគឺជាមនុស្សដែលធ្លាប់ដឹងនិងទទួលស្គាល់ថាខ្លួននៅមានចំណេះដឹងតិចមនុស្សដែលមានសមត្ថភាពខ្ពស់គឺជាមនុស្សដែលធ្លាប់ទទួលស្គាល់ខ្លួនឯងថាមានសមត្ថភាពទាបមនុស្សដែលមានទេពកោសល្យក្នុងវិជ្ជាអ្វីមួយគឺជាមនុស្សដែលធ្លាប់ទទួលស្គាល់ខ្លួនឯងថាមានចំណុចខ្វះខាតនិងចំណុចខ្សោយច្រើនការទទួលស្គាល់កំហុសខ្លួនឯងគឺជាការបើកទំព័រថ្មីនៃជីវិតឈានទៅរកការអភិវឌ្ឍនិងភាពរីកចម្រើន 5. មនុស្សដែលតែងតែលួចឃ្លាំមើលរកចំណុចខ្វះខាតរបស់អ្នកដទៃហើយរិះគន់ឌីលថ្មីគេមិនលុះមាត់នោះតែងតែទទួលទណ្ឌកម្មត្រឡប់មកវិញដូចជាការព្រោះភ្លើងផ្លុំជះដាក់មកគេអីចឹងប្រកាសជាត្រូវរលួយមាត់ខ្លួនឯងមុនគេអីចឹងវានឹងបញ្ច្រាស់ខ្យល់នោះដែរគឺនាំឲ្យចូលភ្នែកខ្លួនឯងហើយបើគេចាប់ភ្លើងនោះក្រវែងមកវិញនោះក៏អាចគ្រោះថ្នាក់ចំពោះខ្លួនឯងដែរ 6. ជាការពិតជាក់ស្ដែងជាទូទៅមនុស្សម្នាក់តែងតែរំពៃទោសអ្នកដទៃច្រើនជាងការមើលឃើញទោសរបស់ខ្លួនឯងទោះជាដឹងថាខ្លួនខុសក៏នៅតែប្រកែកយកឈ្នះយករួចខ្លួនជានិច្ចព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាការប្រព្រឹត្តខុសវាជារឿងធម្មតាតែការដែលដឹងថាខ្លួនមានកំហុសហើយចេះកែប្រែទើបជាការប្រសើរប៉ុន្តែរឿងនេះកម្រមាននរណាម្នាក់អាចធ្វើបានណាស់មិនមែនថាវាលំបាកធ្វើនោះទេ
ប៉ុន្តែដោយសារមនុស្សគ្មានមនសិការក្នុងការធ្វើវាដោយសារការប្រកាន់ខ្លួនហួសហេតុពេក 7. ហេតុអ្វីបានជាមនុស្សចូលចិត្តទម្លាក់កំហុសដាក់អ្នកដទៃនិងមិនទទួលយកការរិះគន់ដើម្បីកែលម្អអំពីសំណាក់អ្នកដទៃការទទួលយកកំហុសដែលខ្លួនប្រព្រឹត្តខុសមិនមែនជារឿងថោកទាបនោះទេផ្ទុយទៅវិញអ្នកធ្វើខុសហើយមានលេសដោះសារមិនព្រមទទួលខុសនោះទេទើបជាមនុស្សដែលគ្មានសេចក្តីថ្លៃថ្នូរមនុស្សដែលមានការទទួលខុសត្រូវពិតប្រាកដគឺជាមនុស្សដែលមានសេចក្តីក្លាហានហ៊ានគិតហ៊ាននិយាយហ៊ានធ្វើហ៊ានទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើទោះជាល្អឬអាក្រក់ 8. យើងត្រូវដឹងអំពីកម្រិតទោសកំហុសរបស់ខ្លួនហើយទទួលត្រឹមតែអ្វីដែលយើងបានធ្វើខុសលើសពីនេះយើងត្រូវបដិសេធចោលទាំងអស់ធ្វើជាមនុស្សថ្លៃថ្នូរគឺជាមនុស្សមានសច្ចភាពឃើញសថាសឃើញខ្មៅថាខ្មៅ